សូមចាប់ផ្ដើមជាកិច្ចចាប់ដើមខ្ញុំបាទសូមថ្លែងការគោរពដល់ពងពោះចំពោះប្រធានគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពដល់ពងពោះជំរាបសួរខ្ញុំបាទឈ្មោះសឺមនីភូរិនជាសិស្សដែលរៀននៅថ្នាក់ទី6ក2នៃសាលាបលធីអន្តរជាតិសាខាទី22ចំណុចទីតាំងនៅរង្វង់មុខគោស្រូវហើយថ្ងៃនេះដែរខ្ញុំបាទពិតជាមានកិត្តិយសដល់ពងពោះដែលបានឆោតទីនេះប្រជែងនិយាយជាសាធារណៈក្រោមប្រធានបទមួយដែលបានលើកឡើងថាហេតុអ្វីបានជាសាលាបលធីអន្តរជាតិតាក់ទងទៅអ្នកអាណាព្យាបាលពេលដែលសិស្សអវត្តមានក៏ប៉ុន្តែមុននឹងឈានមកដល់ការបកស្រាយអធិប្បាយស្រាយបញ្យលឲ្យកាន់តែមានភាពស៊ីជម្រៅថែមមួយកម្រិតទៀតនោះជាបឋមខ្ញុំសូមលើកនៅពេលកលឹះយកមកធ្វើការបកស្រាយជាមុនសិន1ពាក្យថាអ្នកអាណាព្យាបាលមានន័យថាបុគ្គលដែលចិញ្ចឹមបីបាច់ថែរក្សាកូននេះយោងទៅតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាត2ពាក្យថាអវត្តមានន័យថាការបាត់មុខការមិនឃើញមុខនៅទីកន្លែងណាមួយនេះយោងទៅតាមឯកសារខាងលើនេះដដែលដូចនេះប្រធានមានអត្ថន័យសេចក្តីជារួមថាហេតុអ្វីបានជាសាលាបលធីអន្តរជាតិពិភាក្សាឬប្រឹក្សាជាមួយអ្នកអាណាព្យាបាលពេលដែលសិស្សអវត្តមានជាការពិតណាស់សាលាបលធីអន្តរជាតិតាក់ទងទៅអ្នកអាណាព្យាបាលនៅពេលដែលសិស្សអវត្តមានដើម្បីឲ្យសាលានិងអ្នកអាណាព្យាបាលបានដឹងពីសុវត្ថិភាពរបស់សិស្សក៏ដូចជាពង្រឹងគុណភាពនិងវិន័យសាលារៀនដូចនេះថ្ងៃនេះខ្ញុំសូមលើកនៅ3ចំណុចសំខាន់ដើម្បីឆ្លើយតបនឹងប្រធានបទខាងលើជាចំណុចទី1សាលាបលដើម្បីសាលាបលធីអន្តរជាតិបានដឹងពីសុវត្ថិភាពរបស់សិស្សប៉ុន្តែសាលាបលធីអន្តរជាតិតាក់ទងទៅអ្នកអាណាព្យាបាលនៅពេលដែលមិនឃើញសិស្សមករៀនដើម្បីឲ្យសាលាដឹងពីសុវត្ថិភាពរបស់សិស្សហើយជាក់ស្ដែងនៅពេលដែលសិស្សអវត្តមានសាលាតាក់ទងទៅអ្នកអាណាព្យាបាលដើម្បីដឹងពីមូលហេតុនៃការឈប់ប្រសិនបើករណីបាត់សិស្សសាលាជម្រាបជូនទៅអ្នកអាណាព្យាបាលដើម្បីឲ្យពួកគាត់ដឹងព័ត៌មានទាន់ពេលវេលានិងចាត់វិធានការតាមស្វែងរកជៀសវាងកុំឲ្យមានគ្រោះថ្នាក់ឧទាហរណ៍នៅពេលមកចេញទៅផ្ទះសិស្សព្រមចេញទៅផ្ទះឯងបាយជាជឿទៅអ៊ីអនលេងហ្គេមទៅវិញហើយសាលាបានតាក់ទងទៅអ្នកអាណាព្យាបាលទៀតហើយតើសួរថាអ្នកអាណាព្យាបាលបានដឹងថាកូនគាត់ចូលរៀននៅសាលាដែរឬទេអង្គវេទិកាទាំងមូលដូចនេះបានជាសាលាបលធីអន្តរជាតិធ្វើការតាក់ទងទៅអ្នកអាណាព្យាបាលនៅពេលដែលសិស្សអវត្តមានចំណុចទី2សាលាបលធីអន្តរជាតិតាក់ទងទៅអ្នកអាណាព្យាបាលគឺជាវិធានការក្នុងការពង្រឹងគុណភាពនិងវិន័យសាលាថែមមួយកម្រិតទៀតប៉ុន្តែសាលាបលធីអន្តរជាតិតាក់ទងទៅអ្នកអាណាព្យាបាលនៅពេលដែលមិនឃើញសិស្សមករៀនដើម្បីពង្រឹងគុណភាពនិងវិន័យសាលារៀនជាក់ស្ដែងបើយើងកលេចទៅមកបទបញ្ជាផ្ទៃក្នុងប្រកាសទាំង22របស់សាលាបលធីអន្តរជាតិបានបង្ហាញថាក្នុងប្រកាសទី9សិស្សទាំងអស់មិនត្រូវអវត្តមានលើសពី12ដងក្នុងមួយឆមាសនិងលើសពី24ដងក្នុងមួយឆ្នាំទោះបីជាមានច្បាប់ឬក៏គ្មានច្បាប់ក៏ដោយក៏ត្រូវរៀនទូរទស្សន៍ដែរដើម្បីពង្រឹងគុណភាពសាលារៀននិងស្របតាមបាវចនាទាំង5របស់សាលាបលធីអន្តរជាតិគឺគុណភាពប្រសិទ្ធភាពឧត្តមភាពសិលធម៌និងគុណធម៌3ដើម្បីអ្នកអាណាព្យាបាលបានដឹងពីសុវត្ថិភាពរបស់សិស្សប៉ុន្តែអ្នកអាណាព្យាបាលគ្រប់រូបតែងតែបញ្ជូនកូនមកសាលារៀនពីព្រោះគាត់មានទំនុកចិត្តលើសាលាជាពិសេសសាលាបលធីអន្តរជាតិនៅពេលដែលមិនឃើញសិស្សមករៀនសាលាតែងតែតាក់ទងទៅអ្នកអាណាព្យាបាលហើយទាំងអស់នេះគឺធ្វើឲ្យអ្នកអាណាព្យាបាលកាន់តែមានទំនុកចិត្តលើសាលានិងព្រមសហការជាមួយសាលាសរុបក្តីមកសាលាបលធីអន្តរជាតិតាក់ទងទៅអ្នកអាណាព្យាបាលនៅពេលដែលសិស្សអវត្តមានដើម្បីឲ្យសាលាដឹងពីមូលហេតុនៃការឈប់និងឲ្យអ្នកអាណាព្យាបាលដឹងពីសុវត្ថិភាពរបស់កូននិងពង្រឹងគុណភាពនិងវិន័យសាលារៀនហើយជាចុងក្រោយក្នុងនាមរាជគុមារជាសិស្សសាលាបលធីមួយរូបខ្ញុំបាទសូមសំណូមពរចំនួន3គឺ1សូមសំណូមពរទៅកាន់សាលាបលធីអន្តរជាតិនៅតែពង្រឹងអនុវត្តច្បាប់នេះយ៉ាងម៉ឺងម៉ាត់ដើម្បីពង្រឹងគុណភាពនិងវិន័យសាលារៀន2សូមសំណូមពរទៅកាន់អ្នកអាណាព្យាបាលគ្រប់រូបសូមមេត្តាចូលរួមសហការជាមួយសាលាដើម្បីដឹងពីសុវត្ថិភាពរបស់កូននិងបានដឹងពីការសិក្សារបស់កូន3សូមសំណូមពរទៅកាន់សិស្សានុសិស្សគ្រប់រូបសូមមេត្តាមករៀនឲ្យបានទៀងទាត់ពីព្រោះថាឥឡូវនេះចិត្ត
ដល់ថ្ងៃប្រឡងឆមាសលើកទី2ហើយដូចនេះយើងមកត្រាក់អវត្តមានជាច្រើនដងឡើយហើយឯការបកស្រាយរបស់ខ្ញុំបាទឈានចូលទៅកាន់ទីបញ្ចប់ខ្ញុំបាទសូមជូនបទិពរជ័យទាំង5ប្រការនោះគឺអាយុវណ្ណៈសុខៈពលៈបដិពីអ្នកកំបែកអខានឡើយសូមអរព្រគុណនិងសូមអរគុណ